ខ្ញុំនឹងយកលុយ20000ញ៉ាំហូបឲ្យបាន5មុខនៅ Walk Street ជាមួយ Red Bus ទីមួយដែលខ្ញុំនឹងញ៉ាំហ្នឹងគឺនំបញ្ចុកខ្មែរយើងអ្នកនរគ្នាមក Walk Street គឺថាមកសម្ដៅរកនំបញ្ចុកមកអ្នកនរគ្នានេះឲ្យមានបន្លែនេះមានយើងថែមអីក៏បានដែរតពីកំងនំបញ្ចុកឲ្យគឺយើងត្រូវញ៉ាំជាមួយនឹងទឹកអំពៅអញ្ចឹងទឹកអំពៅអស់3000បញ្ចុក5000ទឹកអំពៅ3000អស់8000អ្នកដែលមក Walk Street នេះកុំភ្លេចមកញ៉ាំជាមួយនឹងចេកអាំងនេះនៅទល់មុខ Woori Bank ហ្មងអ្នកនរគ្នាធម្មតាឲ្យមានជាមួយនឹងចេកអាំងខ្ទិះដូងទៀតវ៉ា these guys តែមកអស់10500អ្នកនរគ្នាប៉ុន្តែនេះពោះឡើងប៉ោងហ្មងចានហ្មងនេះ2000តែសុំមួយសុំចាអូខេឥឡូវនេះម្ហូបចុងក្រោយរបស់យើងគឺយើងញ៉ាំជាមួយនឹងផ្លែឈើមជ្ឈកា2000ស្រួយ2000ម្ហូបមុនហ្នឹងខ្ញុំញ៉ាំ5មុខហ្នឹងអស់តែ14500តែនៅសល់5500រៀលទៀតហើយខ្ញុំប្រគ្រប់ឲ្យ10000ហ្មងហើយហ្វេនអ្នកនរគ្នាម្ហូបទាំង5មុខដែលបងម៉ារីកាញ៉ាំមុនហ្នឹងចូលចិត្តមួយណាជាងគេកុំភ្លេចខមមិនផងហើយចង់ឲ្យបងម៉ារីកាតែ challenge ធ្វើញ៉ាំម្ហូបនៅណាទៀតកុំភ្លេចខមមិនកក់ឡានកក់ទូកធ្វើដំណើរគ្រប់ទីកន្លែងជាមួយនឹង Airport បណ្ដាញខ្លាំងមែនតើតែម្ដងសម្រាប់ម៉ួយថ្មីចំណេញរហូតដល់$6ម៉ួយចាស់ចំណេញរហូតដល់$4កក់បានទាំងឡានកក់បានទាំងទូកអ្នកនរគ្នាដឹងហើយថា Red Bus គឺជាក្រុមហ៊ុនដែលកក់សមុទ្រឡានចាធំជាងគេបំផុតនៅលើពិភពលោកជាប់លេខ1ហ្មងអ្នកនរគ្នាសម្រាប់អ្នកចាដែលប្រើប្រាស់ជាមួយនឹង Airport គឺដឹងច្បាស់ហើយថា Red Bus ចាគឺមានចាសហការជាមួយនឹងដៃគូចាក្រុមហ៊ុនចាឡានក្រុងចាជាច្រើនក្រុមហ៊ុនចាទូកជាច្រើនចាជាមួយនឹងម៉ោងចេញដំណើរច្រើនទិសដៅធ្វើដំណើរច្រើននិយាយទៅគឺថាចំណេញបង all in one បងអ្នកនរគ្នាអញ្ចឹងយើងមិនចាំបាច់ទៅដល់បេនឡានចាសម្រាប់ធ្វើការកក់អីទេយើងកក់ទៅលើ app មកដល់កន្លែងបេនឡានហើយគឺយើងអាចចាធ្វើដំណើរផ្ទាល់តែម្ដងផ្លេច download app Red Bus ប្រើទាំងអស់គ្នាសម្រាប់ការធ្វើដំណើរទាំងឡានហើយនិងទាំងទូកហើយស្រួលកក់ថាមែនតើអ្នកនរគ្នាចំណាយពេលអត់ដល់1នាទីអ្នកនរគ្នា